ឥឡូវនេះគឺយើងមកបង្ហាញពីរឿង Toyota Vision4X ដែលជាប្រភេទ option 3តែម្ដងបងឃើញទេមកដល់គឺនេះខ្ញុំ review ទៅលើ Vision4X នេះប៉ុន្តែមកសយតែមកលើនេះថ្លៃខ្លាំងមែនគឺមកដល់ប្រភេទពណ៌ខ្មៅតែម្ដងបងខ្ញុំតាមតែម្ដងឯងគឺជាប្រភេទបន្ត2ស្ទុះខ្លាំងមែនតែបងបន្ត2ហ៎បងចាហើយឥឡូវនេះគឺយើងមាន promotion ពិសេសតែម្ដងតែអត់ដឹងថាយើង Toyota Vision4X នេះគឺ promotion នៅរដូវកាលចូលឆ្នាំខ្មែរនៅក្នុងនេះណាគឺ promotion ត្រឹមតែតម្លៃត្រឹមតែ30000ជាងតែកណ្ដាលបងឥឡូវយើងទៅមើលផ្នែកខាងក្នុងវិញម្ដងចាហើយបងស្រាប់ផ្នែកខាងក្នុងវិញសម្រាប់ផ្នែកខាងក្នុងវិញបងឃើញហើយសម្រាប់ interior ខាងក្នុងវិញពណ៌ខ្មៅបងក៏ខ្មៅគឺមើលទៅអំណាចស៊ីវិល័យខ្លាំងមែនតើហើយសម្រាប់ option នីមួយៗក៏គេធ្វើមកគឺអំណាចខ្លាំងតែបងសម្រាប់នេះគឺជាកោះលេខតែម្ដងvàលេខឆាជាមួយនឹងកំប៉ុងដាក់តាក់តែម្ដងបងឃើញហើយសម្រាប់ប្រភេទនេះគឺជាប្រភេទ Toyota ដែលថា spec global តែម្ដងហើយត្រឹមតែម្ដងគឺគេបំពាក់ជាមួយនឹង speaker JBL តែម្ដងបងហើយកន្លែងមកមើលកៅអីនេះវិញចំពោះកៅអីវិញគឺគេបំពាក់ជាមួយនឹងកៅអីក្តៅត្រជាក់បងហើយស្បែកវិញគឺទន់ងាយស្រួលអង្គុយខ្លាំងមែនតើបងហើយសម្រាប់ប្រយោជន៍នេះបងឃើញចឹងប៉ុន្តែមានភាពធំធាអាចអង្គុយនៅខាងក្រោយអី3ទៅ4នាក់ខាងទៀតបានដែរបងហើយតទៅនឹងខាងលើនេះវិញចំពោះដំបូលវិញគឺវាមាន radar ដែលសម្រាប់ការពារកម្ដៅតែម្ដងបងគឺអាចបើកបានណាតោះឥឡូវយើងទៅមើលតែខាងក្រោយវិញម្ដងបងខ្ញុំចង់ឲ្យបងមើលផ្នែកខាងក្រោយវិញបងឃើញអីគឺគេបំពាក់ជាមួយនឹង AWD នេះគឺបានន័យថាបំពាក់ជាមួយនឹងម៉ូទ័រ2តែម្ដងបងហើយសម្រាប់ប្រយោជន៍នេះក៏គេមាន sensor ទូទីជើងផងដែរហើយសម្រាប់ខាងក្រោយវិញបងឃើញអីគឺទំហំគឺអាចដាក់ space បានច្រើនតែម្ដងអាចដាក់បានច្រើនតែម្ដង